សួស្តីពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះផងដែរខ្ញុំបានមកលេងទឹកដីខេត្តកំពង់ឆ្នាំងហើយមកវត្តវត្តសុតបងប្អូនវត្តសុតខ្ញុំមិនដែលមកទេបងប្អូនដល់ពេលមកដល់នឹងបានដឹងថាវត្តនឹងស្អាតដល់ម្លឹងគេរៀបចំស្អាតមែនទែនបងប្អូនទេសភាពស្អាតណាស់ខ្ញុំមិននឹកស្មានថាស្អាតអញ្ចឹងទេបងប្អូនហើយដល់ពេលមកដល់មើលអូគេរៀបចំដូចវាំងអញ្ចឹងបងប្អូននេះខ្ញុំចូលមកកន្លែងគេរៀបចំសួនមានដើមត្នោតមានដើមរុំដើមឈើស្អាតហើយធម្មជាតិនៅនឹងស្រាប់ស្រស់ខ្លះហើយនេះជាឡានលក្ខណៈឡានអគ្គិសនីគេដឹកជូនភ្ញៀវដល់លេងបងប្អូនក្នុងម្នាក់គេជូនដល់លេងក្នុងម្នាក់គេយក1000ហើយពេលខ្លះអ្នកខ្លះក៏គាត់ជិលជីអញ្ចឹងគាត់ដើរទៅអ្នកខ្លះគាត់ចង់ជីទៅគាត់ជិលដើរទៅគាត់ជីអញ្ចឹងណាបងប្អូនហើយនេះមាននេះតឡើងទៅលើព្រះគេរៀបថ្មអីស្អាតបងប្អូនដៅជើងចង់ឆេះហើយក៏អត់នេះផងក៏ត្រឡប់មកក្រោយវិញដៅជើងពេកហើយលើនឹងត្រឡប់មកវិញហើយក៏ចូលលើនឹងនេះចូលមកគេហៅរូងនៀកបងប្អូនរូងនៀកមកគេរៀបចំតាន់ហើយទេបងប្អូនប៉ុន្តែស្អាតបាត់ហើយតាន់បានហើយមានសន្តិសុខគេយាមកាមអីធ្វើបុលរបស់គេមានកន្លែងហាមឃាត់របស់គេដែរមានរូបនៀកបាញ់ទឹកមានអីមនុស្សច្រើនណាបងប្អូនច្រើនមែនតើថ្ងៃសៅរ៍ថ្ងៃអាទិត្យឬអ្នកដែលគាត់នៅលក់ដូរនៅហ្នឹងគាត់ថាមនុស្សច្រើនណាស់អត់ដែលដាច់ទេជារាល់ថ្ងៃគឺអត់ដែលដាច់ទេជាពិសេសសៅរ៍អាទិត្យហ្នឹងមកនេះបងប្អូនមិននៀកគេដាក់មាននៀកព្រោះទឹកនៀកបាញ់ទឹកចឹងបងប្អូនស្អាតមែនតើគេលេងភ្លើងមានដាក់ដោយធម្មជាតិមានដើមឈើមានផ្កាជាប់ថ្មអញ្ចឹងបងប្អូនប៉ុន្តែផ្កាហ្នឹងខ្ញុំមកផ្កាស្រក់ផ្កាធម្មជាតិពិតតែដល់ពេលស្ទាបមើលផ្កាជ័របងប្អូនស្អាតមែនតើបងប្អូនខ្ញុំមិននឹកស្មានថាវត្តហ្នឹងគេកសាងលឿនដល់ម្លឹងហើយនៅមានកន្លែងជាច្រើនទៀតបងប្អូនខ្ញុំដើរអត់សពផងសារខ្ញុំប្រញាប់ទៅពីកន្លែងទៀតបងប្អូនហើយដើរច្រើនមែនតើហើយបងប្អូនមើលស្អាតមែនតើបងប្អូនមានឱកាសទៅបងប្អូនទៅលេងទៅបងប្អូនទៅយើងទៅបើពីពេញទៅផ្លូវជាលេខ5យើងហ្នឹងបងប្អូនដល់កន្លែងគេហៅស្អីទូលក្អមហ្នឹងគឺបែកមកឆ្វេងបងប្អូនបើយើងចេញពីអ្នកដែលនៅអរ៉ាល់វិញចេញមកកាត់មុខមកសារមាសបងប្អូនមើលស្អាតមែនតើបងប្អូនអើយខ្ញុំអត់ដែលទៅទេជាលើកទី1ហើយជាលើកដំបូង